សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងខ្លីៗរឿងបេះដូងអ្នកក្រប៉ុន្តែមុននឹងបន្តសាច់រឿងរបស់យើង admin សូមរំលឹកពាក្យមុនបន្តិចកាត់ចូលមកដល់ក្នុងសាលានេះវិញឃើញថាមិញភីគាត់បានមកលក់នំជំនួសវ៉ាន់អញ្ចឹងណាដោយសារតែវ៉ាន់ហ្នឹងមានការរវល់ហើយមានកូនសិស្សជាច្រើនក៏បានសួររកនាងផងដែរហើយនៅពេលហ្នឹងសុផាតក៏បានមកដល់និងបានសួររកវ៉ាន់ដូចគ្នាមិញភីក៏បានឆ្លើយថាគឺគាត់មកជំនួសការងាររបស់វ៉ាន់ឯវ៉ាន់ជំនួសការងាររបស់គាត់នៅឯផ្ទះអញ្ចឹងទៅសុផាតគាត់ក៏បានសួរទៀតថាជំនួសយូរអត់មិញភីរបស់យើងគាត់ក៏បានឆ្លើយថាគឺយូរអាចជាប់រហូតក៏អាចថាបានដែរគ្រាន់តែលឺអញ្ចឹងទឹកមុខរបស់សុផាតហ្នឹងគឺអត់សូវសប្បាយចិត្តទេអ្នកទាំងអស់គ្នាធម្មតាបាត់មុខក្រាស់មកលក់នំអញ្ចឹងតែងតែអត់សូវសប្បាយចិត្តអញ្ចឹងហើយអត់សូវមានអារម្មណ៍មានអីអញ្ចឹងណាតោះកុំឲ្យខាត់ពេកយូរយើងចូលភាពបន្តតែម្ដងយើងក៏លេចមកមើលមិញឌឿនកំពុងតែនិយាយគ្នាជាមួយនឹងនីដែនអំពីការរៀបការរបស់នួនអ្នកទាំងអស់គ្នាដែលគាត់មានការខឹងសម្បាជាមួយនឹងគ្រួសាររបស់តាដួងខ្លាំងមែនតើដោយសារតែពុករបស់នួនហ្នឹងបានឲ្យគាត់ហ្នឹងជួយរកគូសកលឲ្យនួនអញ្ចឹងទៅក៏ប៉ុន្តែចុងក្រោយគឺគាត់ជ្រើសរើសនាយសារាយហ្នឹងធ្វើជាប្តីរបស់នួនទៅវិញនិយាយទៅពីអ្នកម៉ែកូនហ្នឹងគឺមានគំនិតអាក្រក់ខ្លាំងមែនតើឃើញធ្វើល្អនៅមុខគ្រួសាររបស់តាដួងណាក៏ប៉ុន្តែភាពពិតគឺចង់បានទ្រព្យសម្បត្តិរបស់គ្រួសារតាដួងទេដោយមីនឌឿនហ្នឹងគាត់បាននិយាយថាចាំមើលតែពេលការហើយតានាយសារាយហ្នឹងធ្វើបាបចិត្តរបស់នួនហ្នឹងគាត់នឹងសើចឲ្យអាយ៉ាស់មកតែម្ដងនីដែនក៏បាននិយាយថាយ៉ាងណាក៏គេត្រូវតែធ្វើកុំពិសានៅក្នុងផ្ទះរបស់តាដួងហ្នឹងឲ្យបានដែរដោយនីដែនហ្នឹងក៏បាននិយាយទៀតថាយ៉ាងណាក៏គេជាបុរសល្អជាងគេនៅក្នុងភូមិហ្នឹងដែរដឹងល្អកន្លែងណាអ្នកទាំងអស់គ្នាទាំងម្ដាយទាំងកូនគឺថាមានគំនិតខូចទាំងអស់ហ្នឹងមកអ្នកទាំងអស់គ្នាឥឡូវយើងកាត់ចូលនីវ៉ាបន្តិចឃើញថានៅពេលហ្នឹងគឺគេកំពុងតែអង្គុយញ៉ាំបាយហើយនៅពេលហ្នឹងក៏មាននារីម្នាក់បានដើរចូលមកដែរម្នាក់ហ្នឹងគឺឈ្មោះរតអ្នកទាំងអស់គ្នាជាមនុស្សស្រីម្នាក់ដែលនីវ៉ាហ្នឹងស្គាល់មុនគេនៅពេលដែលគេហ្នឹងបានមកភ្នំពេញដំបូងហើយក៏បានរាប់អានគ្នាទៅនិយាយទៅបានរត់ដែរអ្នកទាំងអស់គ្នាហើយម្ដាយរបស់នាងក៏ចិត្តល្អទៀតដូចនៅពេលហ្នឹងម្ដាយរបស់គេហ្នឹងបានឲ្យយកម្ហូបមកឲ្យវ៉ាអញ្ចឹងណាយើងកាត់ចូលមកដល់គ្រួសាររបស់វ៉ាវិញគឺថាវ៉ាន់គឺកំពុងតែអង្គុយនៅលើគ្រែមកផ្ទះហ្នឹងហើយនៅពេលហ្នឹងពួកគេក៏បាននិយាយគ្នាលេងដឹងនិយាយគ្នាលេងអីអ្នកទាំងអស់គ្នាមើលមុខម្ដាយរបស់គេគឺថាអត់ស្រស់តែម្ដងដោយមិញភាគាត់ក៏បាននិយាយថាគាត់ហ្នឹងគឺពិបាកចិត្តដេកមិនលក់នោះទេដោយសារតែគាត់គិតច្រើនថាវ៉ាន់ហ្នឹងមិនទាន់មានប្តីគ្រាន់តែលឺអញ្ចឹងវ៉ាន់របស់យើងក៏បានញញឹមនិងបាននិយាយថាតែខ្ញុំអត់ពិបាកចិត្តអីផងម៉ែមិញភាគាត់ក៏បានតបវិញថាម៉ែមិនចង់ឃើញឯងនៅម្នាក់ឯងដូចអ៊ំរបស់ឯងនោះទេម៉ែចង់នាំឯងទៅជួបគ្រូឲ្យម៉ែចង់ឲ្យគាត់ធ្វើពិធីរំដោះគ្រោះឲ្យឯងព្រោះគាត់ធ្លាប់ទាយថាឯងនេះអភ័ព្វគូគ្រាន់តែលឺអញ្ចឹងវ៉ាន់របស់យើងរៀងស្រួលដែរអ្នកទាំងអស់គ្នាដែលនាងក៏បានសួរទៅវិញថាគាត់សំអាងអីថាខ្ញុំនេះអភ័ព្វគូមិញភាគាត់ក៏បាននិយាយតបតកូនស្រីរបស់គាត់វិញថាគ្រូអយគឺជាគ្រូគាត់អាចដឹងអ្វីដែលយើងមិនដឹងឃើញអ្វីដែលយើងមើលមិនឃើញអញ្ចឹងទៅមិនជឿមិនបានទេគាត់ទាយឈុតណាស់វ៉ាន់ក៏បានរៀបរាប់ថានាងមិនជឿគ្រូអយនោះទេបើនាងពេញចិត្តជាមួយអ្នកណានាងនឹងរៀបការជាមួយអ្នកនោះតែបើគ្មានគូទេខ្ញុំសុខចិត្តរស់នៅម្នាក់ឯងជាងមិនប្រកាសថាជីវិតគ្មានគូអភ័ព្វណាម៉ែដែលនិយាយបញ្យលកូនស្រីហើយកូនស្រីមិនស្ដាប់មិនធ្វើតាមនោះគាត់ក៏បាននិយាយថាចាប់ពីថ្ងៃហ្នឹងតទៅម៉ែឈប់និយាយអីជាមួយឯងហើយឯងចង់មានប្តីឬក៏អត់ប្តីគឺជាជីវិតរបស់ឯងព្រឹកឡើងកាត់ចូលមកដល់ក្នុងគ្រួសាររបស់តាដួងវិញឃើញថាថ្ងៃហ្នឹងគឺជាថ្ងៃមង្គលការរបស់នួនហើយនិងសារាយអ្នកទាំងអស់គ្នាទឹកមុខរបស់នួនគឺថាមិនសូវជាស្រស់បោះប៉ុន្មាននោះទេដោយអ្នកទាំងអស់គ្នាដឹងហើយថាមង្គលការហ្នឹងកើតឡើងគឺដោយសារតែតាដួងគឺនាងមិនបាននឹងចង់រៀបការនោះទេបើយើងក៏លេចមកមើលខាងក្រៅផ្ទះវិញឃើញថាភ្ញៀវកិត្តិយសគឺបានចូលរួមច្រើនមែនទែនមានពីណាក្រៅពីអ្នកភូមិឯងទេអ្នកទាំងអស់គ្នាអើយហើយមើលមិញឌឿនហើយនឹងនីដែនវិញគឺថាសប្បាយចិត្តជាងម្ចាស់កម្មវិធីគេទៅទៀតឯនីដែនវិញមើលកែវមិនដាក់ភ្នែកនោះទេអ្នកទាំងអស់គ្នាហើយតាមសរសើរកែវថាស្អាតរហូតដល់នាងហ្នឹងធុញនីដែនតែម្ដងនៅពេលហ្នឹងកែវក៏បានកលៀសទៅឃើញវ៉ាន់កំពុងតែឈរទទួលភ្ញៀវដូចគ្នាគ្រាន់តែឃើញភ្លាមនាងក៏បានស្ទុះទៅរកវ៉ាន់ក៏ប៉ុន្តែត្រូវបាននីដែនហ្នឹងទាញដៃមកវិញដោយនាងទ្រាំមិនបាននោះក៏បានជន់ជើងរបស់នីដែនឲ្យស្រែកពេញហ្នឹងទៅកែនិងវ៉ាន់ក៏បានជួបគ្នានិយាយគ្នានិងសរសើរគ្នាទៅវិញទៅមកអញ្ចឹងណាដោយទឹកមុខរីករាយហើយពួកគេក៏បានចូលទៅយកផ្លែឈើហ្នឹងដើម្បីហែកចំនួនជុំគ្នារៀបនឹងដើរទៅនៅពេលហ្នឹងសុផាតក៏បានមកដល់ហើយកែវក៏បាននិយាយថាឲ្យអ្នកទាំងពីរហ្នឹងចូលទៅយកផ្លែឈើដើម្បីហែកចំនួនហើយកាន់ផ្លែឈើជាគូតែម្ដងទៅដើម្បីខ្លាចជាគូនឹងគ្នាកាត់ចូលមកដល់កន្លែងហែកចំនួនឃើញថានៅពេលហ្នឹងពួកគេបានកាន់ផ្លែឈើជាគូមែនហើយនៅពេលនោះមិញច័ន្ទក៏បានមកដល់ក៏បាននិយាយទៅសុផាតថាសុផាតហ្នឹងជាមកចោលគាត់បានដែរហើយគាត់ក៏បានដើរចូលទៅឈរពាក់កណ្ដាលរវាងសុផាតហើយនឹងវ៉ាន់អញ្ចឹងទៅលក្ខណៈថាដូចបាច់អញ្ចឹងណាហើយនៅពេលនោះសុផាតក៏បាននិយាយថាម៉ែឯងមកខុសគូហើយមិញច័ន្ទគាត់ក៏បាននិយាយវិញថាខុសក៏ខុសទៅសុផាតគេបាននិយាយថាចំនួនគេមានតែ2គូបើម៉ែចូលមកវាឡើង3ខ្សែហើយនៅពេលហ្នឹងទ្រាំមិនបានអ៊ីលក់សាច់ជ្រូកដែលឈរនៅខាងក្រៅហ្នឹងគាត់ក៏បានលូកមាត់ថាអ្នកច័ន្ទឯងមកខាងក្រៅមកខុសគូហើយអ្នកច័ន្ទឯងទៅបញ្ចេញអីជាមួយនឹងក្មេងនៅពេលហ្នឹងវ៉ាន់ក៏បាននិយាយថាមិញដូរផ្លែឈើជាមួយខ្ញុំក៏បានដែរដើម្បីឲ្យគាត់បានគូជាមួយនឹងកូនប្រុសរបស់គាត់តែម្ដងទៅមិញលក់សាច់ជ្រូកគាត់ក៏បាននិយាយទៀតថាទុកឱកាសឲ្យក្មេងៗផងកុំទៅធ្វើជាឆ្អឹងទៅតឹងករបស់គេអីដោយសារ
សារតែមានគេស្ដីថាឲ្យច្រើនពេកមិនចាន់របស់យើងហ្នឹងគាត់ក៏បានព្រមទៅក្រោយមែនប៉ុន្តែភ្នែកវិញគឺថាសម្លក់សម្លឹងមិនដាក់នោះទេបន្ទាប់ពីបានហែចំនួនហើយយើងចូលមកដល់កន្លែងនេះវិញឃើញថាគឺគេកំពុងតែបាច់ផ្កាស្លាឬកំពុងតែចង់ដៃឯអ្នកទាំងអស់គ្នាហើយទឹកមុខរបស់កូនក្រមុំគឺថារីករាយខ្លាំងមែនទែនកន្លែងនេះកែរបស់យើងក៏មិនណយដែរឃើញថាសប្បាយចិត្តជួសនួនខ្លាំងមែនទែនហើយក៏បាននិយាយក្នុងចិត្តថាបងស្រ័យហើយនឹងបងនួនគឺសមគ្នាណាស់កំពុងតែអង្គុយសម្លឹងមុខបងស្រីរបស់ខ្លួននោះក៏បាននឹកឃើញថារឿងដែលនាងយល់សប្តិឃើញថាខ្លួនឯងរៀបការរឿងមុនហ្នឹងគឺតនភាពបែបនេះហើយឃើញអត់អ្នកទាំងអស់គ្នាសុកក៏នឹកឃើញគេតែម្ដងបន្ទាប់ពីបានចាប់កម្មវិធីរួចរាល់អស់ហើយចារាយក៏បាននិយាយទៅកាន់នួនថាគឺគេបានចាប់អារម្មណ៍លើនួនហ្នឹងតាំងពីថ្ងៃជួបដំបូងមកម្ល៉េះទោះបីជាពួកគេរៀបការលឿនក៏ប៉ុន្តែក្តីស្រឡាញ់របស់គេហ្នឹងគឺថាបរិសុទ្ធតែម្ដងទោះបីជាដឹងថាចិត្តរបស់នួនហ្នឹងមិនដូចជាចិត្តរបស់ខ្លួនក៏ប៉ុន្តែចារាយក៏បាននិយាយថាគេនឹងសន្យាថានឹងមើលថែនួនហ្នឹងឲ្យបានល្អបំផុតហើយពួកគេក៏បានផ្សំដំណេកនៅយប់ដំបូងនោះតែម្ដងទៅកាត់ចូលមកដល់ព្រឹកឡើងនួនក៏បានរៀបចំដើម្បីទៅនៅខាងប្រុសអញ្ចឹងណាហើយពួកគេក៏បានលាគ្នាទាំងទឹកមុខសោកសៅសាច់រឿងក៏កាត់ចូលមកដល់5ឆ្នាំកន្លងផុតទៅកែវរបស់យើងរៀងធំជាងមុនហើយនៅពេលហ្នឹងនាងកំពុងតែបាក់លុយឲ្យកម្មករទាំងអស់គ្នារយៈពេល5ឆ្នាំនេះគឺនាងទទួលបានបទពិសោធន៍ច្រើនខ្លាំងមែនទែនហើយចាស់ៗនៅទីនោះគឺសរសើរនាងពេញមាត់តែម្ដងហើយរយៈពេល5ឆ្នាំហើយដែលនួនបានរៀបការទៅនៅខាងប្រុសហើយនៅមិនទាន់មានកូននៅឡើយទេអ្នកទាំងអស់គ្នាសាច់រឿងភាគទី19ក៏បានឆ្លេះត្រឹមនេះចង់ដឹងពីបន្តទៅជាយ៉ាងណាកុំភ្លេចចាំតាមដានទាំងអស់គ្នាណា